សូមជម្រាបសួរប្រិយមិត្តជាទីរាប់អានខ្ញុំបាទមានព័ត៌មានមួយដែលមានចំណងជើងថាប្រយ័ត្នផងមានករណីនារីម្នាក់ទម្លាប់ផឹកកាហ្វេជាប្រចាំជំនួសការញ៉ាំអាហារពេលព្រឹកផឹកយូរធ្លោះក្រពះថ្មីនេះមានករណីរបស់នារីជនជាតិតៃវ៉ាន់ម្នាក់បានមានកើតបញ្ហាធ្លោះក្រពះរហូតត្រូវចូលវះកាត់បន្ទាន់ក្រោយពីមានទម្លាប់ផឹកកាហ្វេដោយមិនទទួលទានអាហារពេលព្រឹកជាប្រចាំតាមព័ត៌មានបានឲ្យដឹងថានារីរូបនេះមានវ័យ24ឆ្នាំមកពីទីក្រុងថេវ៉ាន់ទឹកដីតៃវ៉ាន់នាងតែងមានទម្លាប់ផឹកកាហ្វេឡាតេនៅពេលព្រឹកខណៈពេលពុះនៅទេដោយមិនទទួលទានអាហារឡើយដោយជឿថាវាល្អសម្រាប់ក្រពះរបស់នាងនិងជួយឲ្យនាងស្រកគីឡូក្រោយមកស្រាប់តែនាងចាប់ផ្ដើមធំអាហារស្រកគីឡូក្អួតចង្អោរនិងឈឺពោះជាប្រចាំហើយអាការទាំងនេះក៏កាន់តែធ្ងន់ធ្ងរទៅរហូតនាងត្រូវបញ្ជូនទៅមន្ទីរពេទ្យយ៉ាងណាមិញគ្រូពេទ្យបានធ្វើរោគវិនិច្ឆ័យឃើញថាក្រពះរបស់នាងបានធ្លុះដោយសារតែដំបៅរ៉ាំរ៉ៃកើតចេញពីការរលាកក្នុងរយៈពេលយូរដោយមិនបានទទួលការព្យាបាលឲ្យត្រឹមត្រូវតែសំណាងល្អនាងត្រូវបានគ្រូពេទ្យជួយសង្គ្រោះទាន់ពេលវេលាដោយបានធ្វើការវះកាត់ជាបន្ទាន់បើស្រឡាញ់ចូលចិត្តកុំភ្លេចជួយចុច Like Share និង Subscribe ដើម្បីបានវីដេអូថ្មីទៀតអរគុណចំពោះការចូលទស្សនាវីដេអូនេះ